ប្រទេសកំពុងតែមានសង្គ្រាមតើលោកឯងជាខ្មែរមិនបានធ្វើបែបនេះអត់ឈឺទេឬក្តៅចិត្តណាស់នគរបាលចាប់ខ្លួនចារកម្មឲ្យការទៅសៀមទម្លាក់គ្រាប់នៅចុងកាលខេត្តឧត្តរមានជ័យក្បែរស្រុកស្រីស្នំខេត្តសៀមរាបមិនដឹងថាសៀមទិញក្បាលលុយប៉ុន្មានទេបានជាដាច់ចិត្តធ្វើបាបខ្មែរគ្នាឯងពិតជាថោកទាបណាស់នគរបាលចាប់ខ្លួនជនក្បត់ជាតិចារកម្មសៀមបោះពុងឲ្យយន្តហោះ S16 ទម្លាក់គ្រាប់បែកពីរគ្រាប់ដាច់ស្ពានចុងកាស្រីស្នំមុននេះបន្តិចថ្ងៃទី15ខែធ្នូឆ្នាំ2025យោធាថៃបានប្រើប្រាស់យន្តហោះ S16 ទម្លាក់ពីរគ្រាប់នៅភូមិសាស្ត្រស្រុកចុងកានិងស្រុកស្រីស្នំចៅសៀមប្រើយន្តហោះចម្បាំង S16 ទម្លាក់គ្រាប់នៅម៉ោង 10:08 នាទីនិងម៉ោង 10:11 នាទីនៅថ្ងៃទី15ធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះ S16 ទម្លាក់ពីរគ្រាប់នៅភូមិសាស្ត្រស្រុកចុងកានិងស្រុកស្រីស្នំខេត្តសៀមរាបក្បែរជំរំជនភៀសសឹកនិងចូលជ្រៅជាង70គីឡូម៉ែត្រក្នុងទឹកដីកម្ពុជានេះហើយជាសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅនៃការវាយកំទេចថៃបានរំលោភច្បាប់អន្តរជាតិនិងយកជនស៊ីវិលវាយប្រហាររូបវីដេអូនេះជាសិស្សានុសិស្សនៅសាលាក្នុងស្រុកស្រីស្នំបានរត់ចេញក្រោយយោធាថៃបានទម្លាក់គ្រាប់ក្បែរសាលាពួកគេហើយអ្វីដែលខ្មែរយើងឈឺចាប់បំផុតគឺជនក្បត់ជាតិជាជនជាតិខ្មែរមិនដឹងថាគេទិញក្បាលឲ្យលុយប៉ុន្មានទេទើបឲ្យការទៅសៀមមកទម្លាក់គ្រាប់ S16 មកធ្វើបាបប្រទេសកម្ពុជាបែបនេះទេយើងសូមថ្កោលទោសចំពោះអាជនក្បត់ជាតិម្នាក់នេះបងប្អូនបាទ